ទេវតាក្រាបបង្គំទូលសួរថាក្នុងលោកនេះជនទាំងឡាយណាជាអ្នកកំណាញ់ស្វិតស្វាញជាអ្នកពោលពាក្យត្រគោះជាអ្នកធ្វើសេចក្តីអន្តរាយដល់ជនដតីដែលកំពុងឲ្យទានផលវិបាករបស់ជនទាំងឡាយនោះដោយម្ដេចសម្បរាយភពរបស់ជនទាំងឡាយនោះដោយម្ដេចយើងខ្ញុំមកដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភិក្ខដោយម្ដេចណនឹងដឹងនៅសេចក្តីនោះបានព្រះអង្គទ្រង់ត្រាស់ថាក្នុងលោកនេះជនទាំងឡាយណាជាអ្នកកំណាញ់ស្វិតស្វាញជាអ្នកពោលពាក្យត្រគោះជាអ្នកធ្វើសេចក្តីអន្តរាយដល់ជនដតីដែលកំពុងឲ្យទានជនទាំងឡាយនោះតែងទៅកើតក្នុងនរកក្នុងកំណើតសត្វតិរិឆាននិងក្នុងយមលោកប្រសិនបើដល់នៅភាពជាមនុស្សរមែងកើតក្នុងត្រកូលកំសត់ស្វែងរកតែសម្ពុតនិងអាហារនិងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណនិងលបែងក៏បានដោយកម្រពួកពាលតែងនឹកផងនៅទ្រព្យណាអំពីទីដតីទ្រព្យនោះមិនដែលបានដល់ពួកពាលនោះឡើយនេះជាផលវិបាកក្នុងទិដ្ឋធម៌គឺក្នុងទីដែលកើតចំណែកសម្បរាយភពរមែងមានទុក្ខតិជាផលទេវតាក្រាបបង្គំទូលសួរតទៀតថាយើងខ្ញុំដឹងសេចក្តីនេះជាក់ច្បាស់ដូច្នេះហើយយើងខ្ញុំសូមក្រាបបង្គំទូលសួរនៅសេចក្តីដតីនិងព្រះគោតមជាម្ចាស់តទៅទៀតក្នុងលោកនេះជនទាំងឡាយណាបាននៅអត្តភាពជាមនុស្សហើយជាអ្នកដឹងនៅពាក្យពោលជាអ្នកប្រាជ្ញាសេចក្តីកំណាញ់ជាអ្នកជ្រះថ្លាទាំងមានសេចក្តីគោរពយ៉ាងខ្លាំងក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃផលវិបាករបស់ជនទាំងឡាយនោះដោយម្ដេចសម្បរាយភពរបស់ជនទាំងឡាយនោះដោយម្ដេចយើងខ្ញុំមកដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភិក្ខដោយម្ដេចណនឹងដឹងនៅសេចក្តីនោះបានព្រះអង្គទ្រង់ត្រាស់ថាក្នុងលោកនេះជនទាំងឡាយណាបានអត្តភាពជាមនុស្សហើយជាអ្នកដឹងនៅពាក្យពោលជាអ្នកប្រាជ្ញាសេចក្តីកំណាញ់ជាអ្នកជ្រះថ្លាទាំងមានសេចក្តីគោរពយ៉ាងខ្លាំងក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជនទាំងឡាយនោះរមែងរុងរឿងក្នុងឋានសួគ៌ជនទាំងឡាយនោះទោះទៅកើតក្នុងទីណាបានដល់នៅអត្តភាពជាមនុស្សរមែងកើតក្នុងត្រកូលដ៏ស្នុកស្ដំស្វែងរកសម្ពុតនិងអាហារនិងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណនិងលបែងបានដោយងាយទាំងមានអំណាចផ្សាយទៅក្នុងភោគៈទាំងឡាយដែលអ្នកដតីសន្សំបានមកសប្បាយរីករាយក្នុងចិត្តនេះជាផលវិបាកក្នុងទិដ្ឋធម៌គឺក្នុងទីដែលកើតចំណែកសម្បរាយភពរមែងមានសុគតិជាផលចប់មច្ឆរិសោត